តាំងពីមានអ៊ីនធឺណិតមកខ្ញុំតែងតែប្រឆាំងទៅលើគំនិតមួយដែលយើងរៀនចាំបាច់ត្រូវតែមានគ្រូជាមនុស្សខ្ញុំមិនមែនថាមិនល្អទេដែលយើងរៀនគឺវាចាំបាច់ត្រូវមានគ្រូឯងប៉ុន្តែខ្ញុំប្រឆាំងទៅលើគំនិតមួយដែលពេលដែលកាលមុនហ្នឹងខ្ញុំបញ្ចេញគំនិតមួយប្រាប់ទៅមិត្តភ័ក្តិប្រាប់ទៅក្រុមការងារថាមានវិធីមួយដែលយើងអាចរៀនខ្លួនឯងបានហើយក៏ធ្វើឲ្យយើងក្លាយជាមនុស្សពូកែបានដែរហើយក៏អាចចេះនៅជំនាញមួយនឹងបានដែរសម្រាប់ខ្ញុំនៅក្នុងការរៀនឲ្យតែយើងចង់ដឹងអីយើងចង់ចេះពីអីយើងអាចទៅរកប្រភពនៃចំណេះដឹងនឹងបានហើយយើងយកមកធ្វើការពិសោធន៍បានអាហ្នឹងគឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំវាអាចថាពេលខ្លះមកពីយើងឆាប់យល់យើងមាន talent មានដុំសម្រាប់ការរៀនរបស់យើងលឿនអានេះយើងអាចរើសយកវិធីហ្នឹងបានប៉ុន្តែអ្វីដែលប្រឆាំងត្រង់ថាយើងទទួលស្គាល់ថាការរៀនត្រូវមានគ្រូជាមនុស្សហ្នឹងអញ្ចឹងយើងទទួលស្គាល់ហើយថាហ្នឹងឯងល្អប៉ុន្តែយើងគ្រាន់តែលើកនៅគំនិតមួយទៀតថាការរៀនដែលមិនបាច់មានគ្រូជាមនុស្សហ្នឹងក៏វាអាចទៅរួចដែរទៅតាមជំនាញខ្លះមិនមែនថាទាំងអស់ទេព្រោះខ្ញុំអត់ហ៊ាន cover ទៅទាំងអស់អ្វីដែលយើងអត់ធ្លាប់ឆ្លងកាត់ទេចង់និយាយតែជំនាញមួយចំនួនដែលយើងឆ្លងកាត់តែក៏អត់ទទួលស្គាល់ទេហ្នឹងហើយខ្ញុំប្រឆាំងចឹងយូរឯងតាំងពីខ្ញុំមករៀននៅភ្នំពេញភាសាអង់គ្លេសគឺខ្ញុំអត់ដែលទៅរៀនក្រៅមកអត់ដែលអស់រៀនគួរភាសាអង់គ្លេសឬក៏ទៅរៀនpart time អីផ្សេងអត់ទេតែខ្ញុំរៀនអត់ទៅរៀនមួយជាមួយមនុស្សមែនប៉ុន្តែខ្ញុំរៀនហ្នឹងហើយជាក់ស្ដែងខ្ញុំប្រើប្រាស់ភាសាអង់គ្លេសបានធម្មតានៅក្នុងការងារមួយទៀតពាក់ព័ន្ធជាមួយនឹងការរៀនជំនាញរបស់ខ្ញុំនៅសាកលខ្ញុំរៀនជាមួយគ្រូធម្មតាអត់ទៅរៀនគួរអីទេខ្ញុំរៀន IT ជាក់ស្ដែងខ្ញុំមកធ្វើការចាប់ផ្ដើមខ្ញុំអាចធ្វើជាអ្នកសរសេរកូដជា developer រហូតដល់បច្ចុប្បន្នខ្ញុំ lead project lead operation ហើយអ្វីដែលខ្ញុំរៀនហ្នឹងគឺរបៀបដែលខ្ញុំរៀនហ្នឹងអាចថាមកពីដងមកពីអីដែលខ្ញុំនិយាយដែរគឺយើងរៀនឆាប់យល់ឆាប់ចេះហើយគឺយើងសង្កេតមើលយកវាមកអនុវត្តថ្លឹងថ្លែងវាខ្លួនឯងថាវាមិនដែរត្រឹមត្រូវមិនត្រឹមត្រូវរបៀបអ្នករៀនគាត់ធ្វើបានប៉ុណ្ណេះចុះយើងរៀនខ្លួនឯងហ្នឹងយើងធ្វើបានប៉ុណ្ណាដែរអញ្ចឹងខ្ញុំប្រឆាំងអានឹងយូរហើយគ្រាន់ថាទុកវានៅក្នុងចិត្តថាថ្ងៃណាមួយនឹងនិយាយហើយខ្ញុំធ្វើវីដេអូក៏ក្នុងគោលបំណងមួយយើងនឹងចែករំលែកនៅជ្រុងមួយដែលខ្ញុំយល់ជា style របស់ខ្ញុំជាវិធីសាស្ត្ររបស់ខ្ញុំហើយខ្ញុំគិតថាអ្នកខ្លះក៏អាចគិតដូចខ្ញុំដែរច្រើនដែរអ្នកខ្លះក៏គាត់ស្រាវជ្រាវរៀនហើយគាត់ជោគជ័យគាត់ទទួលបានអ្វីដែលគាត់ចង់បានមិនបាច់ចាំត្រូវការតែទៅរៀននៅសាលាឬក៏ត្រូវមានគ្រូជាមនុស្សនោះទេហ្នឹងហើយអញ្ចឹងវាអាស្រ័យនៅលើយើងខ្លួនឯងអញ្ចឹងសរុបមកប្រឆាំងហ្នឹងគឺយើងទទួលស្គាល់ថាវាចាំបាច់ត្រូវមានហើយត្រូវមានគ្រូហើយប៉ុន្តែវាក៏មានវិធីមួយទៀតដែរដែលកុំឲ្យយើងជាប់គាំងឥឡូវបើសិនជាយើងចង់ថាយើងត្រូវតែទៅរៀននៅសាលាមានគ្រូជាមនុស្សយើងមិនត្រូវបង់ថ្លៃត្រូវទេចុះបើសិនជាយើងអត់មានលុយសម្រាប់ចំណាយទៅលើការរៀនហ្នឹងយើងទុកលុយហ្នឹងទៅធ្វើអីផ្សេងហើយយើងទៅរកមេរៀននៅហ្នឹងហើយយើងទៅរកមេរៀនទាំងអស់ហ្នឹងក្នុងអ៊ីនធឺណិតនៅក្នុងសៀវភៅហើយយើងយកវាមកអនុវត្តផ្ទាល់ស្រាវជ្រាវខ្លួនឯងថ្លឹងថ្លែងជាមួយនឹងអ្វីដែលគេបានធ្វើហើយទៅធ្វើការជាក់ស្ដែងសុំគេចូលធ្វើការតើវាចំណេញប៉ុណ្ណាអញ្ចឹងវាមិនមែនថាទាំងអស់គ្នាអាចធ្វើអញ្ចឹងបានទេប៉ុន្តែយើងអាចមានជំរើសយើងនៅតែអាចទៅមុខទោះបីជាយើងអត់មានលុយគ្រប់គ្រាន់នៅក្នុងការរៀននៅសាលាក៏ដោយអញ្ចឹងគ្រាន់តែជាការបណ្ដុះឬក៏បង្ហាញនៅផ្នត់គំនិតមួយថាកុំឲ្យជាប់គាំងអ្នកខ្លះកូនអ្នកក្រគាត់អត់មានលុយគឺគាត់ជាប់គាំងនៅនឹងមកជាប់គាំងថាអត់មានលុយទៅរៀនធ្វើអត់កើតមកពីអត់បានរៀនច្រើនមកពីកូនអ្នកក្រមកពីអីចឹងទៅហ្នឹងហើយប៉ុន្តែខ្ញុំត្រួសត្រាយផ្លូវហ្នឹងដោយខ្ញុំយល់ពីខ្លួនឯងមកអត់សូវជឿគេប្រហែលទេហើយយើងសង្កេតមើលជាក់ស្ដែងវិញ
ហើយទំនោរមនុស្សជាច្រើនគាត់ធ្វើអីយើងចាប់ដើមវិភាគពីគំនិតនឹងថាវាយ៉ាងម៉េចយើងទទួលស្គាល់ទេទាំងខ្ញុំទាំងគេពេលខ្លះយើងទៅរៀននៅសាលាយើងទៅរៀនយើងរៀនគ្រាន់តែទៅគ្រប់ម៉ោងឧទាហរណ៍ថាយើងទៅដល់ម៉ោងរៀនហើយម៉ោង1ចូលរៀនប៉ុន្តែគ្រូមកយឺតសួរថាម៉ោង1ចូលរៀនហ្នឹងតែគ្រូមកយឺតហ្នឹងសួរថាអារម្មណ៍យើងពេលហ្នឹងមិនយើងរៀនអត់ភាគច្រើន 90% គឺយើងអត់រៀនទេទោះបីដល់ម៉ោងក៏ដោយតែគ្រូអត់ទាន់មកអញ្ចឹងគ្រូប្រហែលជាគ្រាន់តែជាមនុស្សម្នាក់ដែលទុកដាក់សម្ពាធឲ្យយើងថាយើងត្រូវតែរៀនប៉ុន្តែបើយើងរៀនខ្លួនឯងពេលណាក៏យើងរៀនបានដែរនិយាយទៅយើងត្រូវចេះរៀនជាមួយគ្រូហើយនឹងត្រូវចេះរៀនដោយខ្លួនឯងព្រោះយើងគិតទៅថាយើងរៀនជាមួយគ្រូត្រឹមប្រហែលអាចថាយើងរៀនត្រឹមចប់ថ្នាក់ទី12រៀនត្រឹមសកលដល់មកអ្វីដែលយើងនៅសល់គឺយើងរៀនជាមួយខ្លួនឯងគឺយើងមានតែខ្លួនឯងដើម្បីទៅរៀនទៅមើល technology ថ្មីទៅមើលពិភពលោកដែលអាប់ដេតថ្មីរឿងរ៉ាវថ្មីដែលកើតឡើងមករហូតអញ្ចឹងកុំភ្លេចខ្លួនបើសិនជាយើងរៀននៅសាលារៀនមានគ្រូជួយណែនាំពួកគាត់គ្រាន់តែផ្ដល់ឲ្យយើងនៅមូលដ្ឋានទេអរគុណពួកគាត់ដែលផ្ដល់មូលដ្ឋានឲ្យពួកយើងអញ្ចឹងបន្ទាប់ពីយើងមានមូលដ្ឋានហើយយើងព្យាយាមទៅស្រាវជ្រាវរៀនខ្លួនឯងហើយបន្តការរៀនរហូតខ្ញុំតែលើគេនិយាយថាគេរៀនអត់ចប់ទេគេតែងតែរៀនរហូតហើយខ្ញុំក៏នៅក្នុងនឹងដែរហើយបើយើងស្ដាប់អត់យល់ថាមនុស្សត្រូវរៀនរហូតហ្នឹងយើងអាចទៅស្វែងយល់ទៅប្រហែលជាយើងមិនទាន់គិតត្រឹមត្រូវនៅឡើយទេព្រោះមនុស្សយើងវាពិតជាត្រូវរៀនរហូតមែនពេលដែលយើងឈប់រៀនមានន័យថាយើងដើរថយក្រោយដោយសារតែពិភពលោកវាចេះតែវិវត្តទៅមុខរឿងរ៉ាវថ្មីវាមករហូតគូក្បាលរបស់យើងវាតាមអារឿងថ្មីមិនទាន់អារឿងចាស់ក៏យើងអាចភ្លេចអញ្ចឹងបើយើងអត់រៀនយើងដើរអត់ទាន់អ្នកចំនួនក្រោយទេហើយយើងអត់យល់ថាអ្នកចំនួនក្រោយហ្នឹងគេគិតមិនធ្វើអីពិភពលោកបច្ចុប្បន្នគេរស់នៅបែបមិនធ្វើអីក៏យើងអត់ទាន់ពេលយើងអត់ទាន់យើងពិបាកក្នុងការរស់នៅ